ទូលព្រមគុំខ្ញុំកណាខ្ញុំថ្ងៃនេះនាំយកនៅមេរៀនមួយដើម្បីបង្ហាញប្រកេនជូនចំពោះបាទប្រកណាជំចាស់ក៏ដូចជាបងប្អូនកូនក្មួយទាំងអស់បានជ្រាបដឹងគឺចាំបាច់ទេជាប់តាក់ទងជាមួយនឹងយោធាជីវៈគឺជីវិតជាកងទ័ពទេហើយយើងដឹងថាប្រទេសមួយនគរមួយបរិយារដ្ឋមួយនេះมันអាចខ្វះបានទេចាំបាច់ណាស់ទេហើយអ្នកដែលមានចិត្តជាកងទ័ពនេះក៏មានភាពអស្ចារ្យដែលយើងមិនអាចធ្វើបានរឿងខ្លះគឺពិតជាអត់អាចធ្វើបានទេហើយថ្ងៃនេះយើងក៏សិក្សាដើម្បីដឹងអំពីជីវិតរបស់កងទ័ពនឹងផងដែរលក្ខណៈសមាសភាពរបស់កងទ័ពនឹងដែរតែមុននឹងចូលដល់សេចក្តីនោះយើងឃើញពីឧបការៈគុណដ៏ថ្លៃថ្លារបស់កងទ័ពដែលទុកជារបងការពារនគរមួយប្រទេសមួយបរិយារដ្ឋមួយដ៏សំខាន់ទៀតខ្វះពុំបានទេចឹងគណៈជំចាស់បងប្អូនកូនក្មួយឃើញពីឧបការៈគុណដ៏ឧត្តមឧត្តមទូលំទូលាយនៃបងប្អូនវីរៈកងទ័ពដែលបានធ្វើនៅកិច្ចអភិបាលរក្សាប្រទេសមួយនគរមួយបរិយារដ្ឋមួយរក្សាសុខសន្តិភាពសម្រាប់ការរស់នៅដោយសេចក្តីសុខក្សេមក្សាន្តរបស់ជនរួមជាតិទូទៅទេណាដឹងហើយយើងមិនត្រូវមានការមើលស្រាលលើបងប្អូនកងទ័ពនេះទេហើយត្រូវតែឲ្យតម្លៃផ្ដល់កម្លាំងចិត្តណាចូលរួមជ្រុំជ្រែងតាមលទ្ធភាពដែលយើងអាចធ្វើទៅបានដើម្បីជាការបូជាឆ្លើយតបនឹងឧបការៈគុណដ៏ថ្លៃថ្លារបស់បងប្អូនវីរៈកងទ័ពផងដែរហើយថ្ងៃនេះយោធាជីវៈជីវិតជាកងទ័ពនេះមានលក្ខណៈសម្បត្តិណាហើយក៏មានសភាព5ពួកផ្សេងគ្នាដែរណាដែលយើងត្រូវសិក្សាស្វែងយល់ណាពួកទី1គឺកងទ័ពដែលគ្រាន់តែចូលសមរភូមិសង្គ្រាមបានឃើញនៅផង់ធូលីឬកំតិចកំទីផ្សេងដែល